Ok,សួស្តីទាំងអស់គ្នាចឹងនេះគឺយើងមកធ្វើការនិយាយអំពី Pro Firm តើអ្វីទៅគឺជា Pro Firm ហើយក្រុមហ៊ុនណាដែលវាល្អចឹងណាហើយរបៀបដែលខ្ញុំប្រាប់ទាំងអស់គ្នាគឺទីទៀតហ្នឹងគឺរបៀបដែលយើងធ្វើអាចធ្វើឲ្យការ Pro Firm ហ្នឹងគឺប្រឡងឆាប់ជាប់ចឹងទៅអូខេអញ្ចឹងអឺដំបូងគឺឡើយគឺខ្ញុំសូមណែនាំអំពីនេះ Trade វិស័យទី3នេះគឺជំនាន់ទី3របស់ខ្ញុំណាអញ្ចឹងយើងអាចធ្វើការចុះឈ្មោះបានចុះឈ្មោះបដាទៅខ្ញុំទទួលចុះឈ្មោះបដាអញ្ចឹងណាគាត់ថាអត់តន់ធ្វើ poster អត់តន់ធ្វើអីទេអញ្ចឹងបន្តមកគឺយើងមកធ្វើនិយាយគ្នាអំពី content តើអ្វីទៅជា for firm ហើយក្រុមហ៊ុនណាខ្លះដែលវាល្អរបៀបប្រឡងឲ្យជាប់បើឆាប់ជាប់អីចឹងទៅខ្ញុំ prefer វាគឺជាក្រុមហ៊ុនដែលផ្ដល់ឲ្យ trader ដែលផ្ដល់ឲ្យយើងទាំងអស់គ្នាហ្នឹងទុនលុយទៅរបស់ក្រុមហ៊ុនហ្នឹងដើម្បីធ្វើការ trade ណាពេលខ្លះ$10,000 $10,000អីយើងមានទេមែនតើនៅក្រៅយើងមានទេអត់មានដាក់ចូល trade ទេអញ្ចឹងយើងអាចធ្វើការទៅទិញដើម្បីទៅប្រឡង pro firm ដើម្បីយកមកកាន់ fund ទាំងអស់ហ្នឹងកាន់លុយទាំងអស់ហ្នឹងដើម្បីធ្វើការ trade យើងដឹងហើយលុយកាន់តែធំ trade កាន់តែស្រួលហើយយើងបានលុយច្រើនអីចឹងទៅស្រួល trade ចឹងណាវាស្រួលជាង100 200ដែលយើងដាក់ចូលហ្នឹងវារៀងខុសគ្នាវាបានវាស្រួល trade ជាងអា100 200ដែលយើងមានហ្នឹងអញ្ចឹងយើងយកអាលុយ100អីហ្នឹងទៅទិញអា profit ហ្នឹងគឺវាល្អជាងអីចឹងទៅបន្ទាប់មកគឺយើងនិយាយអំពី trader មិនចាំបាច់ប្រើប្រាស់លុយផ្ទាល់ខ្លួនទេកន្លែងហ្នឹងដល់អត់ត្រូវយើងបានន័យថាយើងប្រើប្រាស់លុយដើម្បីធ្វើការទិញបន្ទាប់មកគឺវា refund ឲ្យលុយយើងមកវិញនៅពេលដែលយើងផាសអញ្ចឹងបានន័យថាដំបូងឡើយគឺយើងប្រើប្រាស់លុយបន្តិចសិនប្រើប្រាស់លុយដំបូងសិនអញ្ចឹងនៅពេលដែលយើងចប់វា refund អាហ្នឹងឲ្យយើងវិញណាប៉ុន្តែត្រូវតែបំពេញតាមលក្ខខណ្ឌរបស់វាដូចជាការគ្រប់គ្រងហានិភ័យនិងការរកប្រាក់ចំណូលអញ្ចឹងទៅយើងដឹងហើយថា proper វាមាន rule រៀងច្រើនតិចវាមាន rule រៀង rule តិចបានន័យថារៀងច្រើនតិចណាអញ្ចឹងខ្ញុំអត់និយាយនៅក្នុងវីដេអូនេះទេអូខេហើយបើយើងប្រឡងជាប់នឹងទទួលបានភាគរយនៃការប្រាក់ចំណេញអីចឹងទៅ prefer ខ្លះគឺវាចែក20%ជាមួយនឹងយើងអីចឹងទៅ prefer ខ្លះវាចែក10%អីចឹងទៅណាអូខេចឹងអាហ្នឹងយើងដឹងហើយអំពី pro firm តើ pro firm វាជាគេអីចឹងទៅហើយ pro firm នេះដូចយ៉ាងនេះចឹងក្រុមហ៊ុនដែលវាសិតតែល្បីលើโลกអីល្បីជាងគេណាអូខេហើយបន្តមកគឺនេះតើក្រុមហ៊ុនណាមួយដែលល្អក៏ប៉ុន្តែក្រុមហ៊ុនដែលល្អគឺអ្វីដែលខ្ញុំដាក់ហ្នឹងសិតតែក្រុមហ៊ុនល្បីអីចឹងក្រុមហ៊ុនល្បីណាអូខេអញ្ចឹងខ្ញុំសូមប្រាប់តិចថា The Fire នេះ The Fire គឺជានៅទីស្នាក់ការរបស់វាឬក៏ក្រុមហ៊ុនរបស់វាគឺនៅអ៊ីស្រាអែលណាគឺនៅប្រទេសអ៊ីស្រាអែលយើងដឹងហើយថាអ៊ីស្រាអែលមួយអ៊ីរ៉ង់គឺមានសង្គ្រាមអីចឹងទៅអញ្ចឹងបើសិនជាសង្គ្រាមខ្លាំងជាងហ្នឹងទៀតអាហ្នឹងវាអាចនឹងអាហ្នឹងដឹងទៅអីក្រុមហ៊ុនមួយហ្នឹងទៅអីប៉ុន្តែបើសិនជាអូខេ Israel គឺបានហាកិច្ចចរចាហ្នឹងគឺវាមានរលូនជោគជ័យអាហ្នឹងអត់អីទេណាហើយនេះគឺជាឆ្នាំរបស់វាបង្កើតបាន3ឆ្នាំកាល9ឆ្នាំ3ឆ្នាំ2ឆ្នាំ2ឆ្នាំ10ឆ្នាំ FTMO 10ឆ្នាំណាអូខេអានេះ1ឆ្នាំអីចឹងទៅអានេះតែបង្កើតទេអូខេអញ្ចឹងបើចង់ធ្វើការទិញ profile របស់ហ្នឹងនេះប្រើ promote code នេះទៅយើងធ្វើការ discount ណានេះប្រើ promote code នេះទៅយើងធ្វើការ discount នេះចឹងទៅអូខេបន្តមកគឺយើងមកធ្វើការនិយាយពីតើយើងធ្វើម៉េចដើម្បីប្រឡងឲ្យជាប់អីចឹងទៅអូខេដើម្បីធ្វើប្រឡងឲ្យជាប់គឺពិតទៅវាអត់មានអីពិបាកច្រើនទេគ្រាន់ថាអានេះខ្ញុំអត់និយាយពី rule របស់វាញ៉ៃទេអានេះគឺយើង rule ធម្មតាណា risk 5.5% យក stop loss មួយលើ 2R អានេះគឺយើងអត់និយាយទេធម្មតាទេជាទូទៅនេះលក្ខខណ្ឌរបស់គេគឺឧទាហរណ៍ fund 100000ជាទូទៅ8%ដើម្បីធ្វើការជាប់យើង trade បាន8%ជាប់ណាហើយសម្រាប់ risk សម្រាប់អីគេនេះ daily loss គឺ5%ហើយក្នុងមួយថ្ងៃគឺយើងខាតកុំឲ្យលើសពី5%ណាអូខេហើយ max total loss ហ្នឹងបានន័យថាមក loss ទាំងអស់មកខាតសរុបទាំងអស់គឺ10%គឺវាអត់ឲ្យខាតទេណាអូខេអញ្ចឹងយើងមកធ្វើតើរបៀបដើម្បីមិនដើម្បីឲ្យប្រឡងជាប់អានេះគឺជា rule ដែលខ្ញុំធ្វើការ trade ជារៀងរាល់ថ្ងៃផងដែរបានន័យថាយើងបែប consistency បែបមួយអបខំទេក៏ប៉ុន្តែបើសិនជាអស់គ្នាមិនចង់ជាប់ឲ្យលឿនជិលខាតពេកច្រើនយើងអាចប្រើវិធីសាស្ត្រនេះអត់ជាបញ្ហាទេហើយវិធីសាស្ត្រនេះគឺគេប្រើច្រើនដូចគ្នាគឺនៅក្នុង trader នៅស្រុកគេគឺគេប្រើច្រើនអាវិធីសាស្ត្រនៅដូចគ្នាហើយនៅពេលដែលប្រឡងជាប់ក៏គេប្រើអាហ្នឹងដែរយើងឃើញបានន័យថាយើងឃើញអ្នកខ្លះដកលុយពី prop firm បានរាប់ម៉ឺននេះអាហ្នឹងគឺគេប្រើវិធីសាស្ត្រនោះដូចគ្នាអូខេអ្នកខ្លះដកបានដល់1000 2000អញ្ចឹងគេប្រើវិធីសាស្ត្រនេះបែបធម្មតាបែប
low risk បែប consistency តិចណាអូខេអញ្ចឹងវិធីសាស្ត្រនេះដំបូងឡើយគឺយើង risk 1% បានន័យថាយើងមួយ trade គឺយើង risk 1%អញ្ចឹងយើងដឹងហើយ fund 100000 គឺវា$1000អញ្ចឹងទៅឥឡូវខ្ញុំនិយាយភាគរយខ្ញុំអត់និយាយជាចំនួនទឹកប្រាក់ទេមួយ trade គឺយើង risk 1%ហើយទៅគឺយើងយក 3 អញ្ចឹងនៅពេលដែលយើង risk 1%យើងទទួលបាន 3% ត្រូវអត់ 3 អូខេអញ្ចឹងយើងខ្វះតែ 5% ទៀតទេត្រូវទេជាប់ phase 1នេះបន្តមកគឺយើងមិនទៀតបន្តមកគឺ trade ទី2យើង risk 2% ហើយយើងយក 3 ដដែលយើងយក 3 ដដែលអញ្ចឹងដល់ពេលយើងយក 3 ដដែល2% ហ្នឹង3 2ដង 6យើងបាន 6% អញ្ចឹង 6% បូកជាមួយនឹង 3% វា 9% ជាប់នៅជាប់ហើយត្រឹមតែរយៈពេល2 trade លើសចំនួនរបស់គេផងក៏ប៉ុន្តែបើសិន trade ទី2យើងអាចយកត្រឹម 2 ទៅ 2 ហ្មង 2 ដង 4 7អញ្ចឹងបើសិនជាយើងយក2គឺយើងអត់ជាប់ទេយើងយក3ជាប់ណាយើងយក 3 ទៅអញ្ចឹងអាហ្នឹងគឺ risk តាម trade ទេចុះសួរថាចុះបើយើងចុះសំណួរសួរថាចុះបើសិនជាយើងចូលមក trade ដំបូងបានន័យថាគ្រាន់តែបើកក្បាលបើកឆាកមកពឹបយើងខាតបាត់ហើយអូខេយើងខាតបាត់ហើយ trade ទី1បានន័យថាយើង trade ទី1យើងខាត 1% ហ៎មួយ trade គឺយើង risk 1% អញ្ចឹងបានន័យថាដំបូងឡើយគឺយើងខាតបាត់ហើយគ្រាន់តែបើកក្បាលមកពឹបខាតអញ្ចឹងយើងធ្វើមិន next trade បានន័យថា next day ឬក៏ next trade យើងត្រូវតែ risk 1% ដដែលរហូតឲ្យអា balance របស់យើង account របស់យើងគឺនៅត្រឹម 3% ឬក៏គៀកហ្នឹងក៏បានដែរបានន័យថាអា profit ហ្នឹងគឺដើម្បី 3% ហ្នឹងឲ្យឃើញមិនឲ្យឃើញ 3% ខ្ញុំខ្វល់ឲ្យឃើញ 3% ណាអូខេ 3% ហើយបានយើងអាចចូលទៅដល់ជំហានទី2បានអញ្ចឹងយើងអាចបានយើង trade អាចឆាប់ជាប់ណាអូខេអញ្ចឹងគឺជាអានេះគឺជារបៀបដែលយើងអាច trade ឲ្យត្រឹមតែរយៈពេល2 trade គឺយើងអាច trade profit ផាសតែម្ដងអញ្ចឹងយើងអាចប្រើវិធីសាស្ត្រហ្នឹងទៅវិធីសាស្ត្រហ្នឹងគឺយើងបាន compound ណាអញ្ចឹងមានន័យច្រើនទេចាំយើងជួបគ្នានៅពេលក្រោយទៀត